សំណួរចូលពណ៌នាពីដំណាក់កាលនីមួយៗរបស់វដ្តទឹកចម្លើយវដ្តទឹកមាន3ដំណាក់កាលគឺរំហួតជាដំណើរដែលទឹកទទួលរងថាមពលកម្ដៅព្រះអាទិត្យហើយប្រែក្លាយទៅជាចំហាយទឹកឬឧស្ម័នកំណកជាលំនាំខ្យល់ក្ដៅក្បែរផ្ទៃដីស្ទុះឡើងលើនាំយកចំហាយទឹកទៅដល់រយៈកម្ពស់ខ្ពស់ដែលមានសីតុណ្ហភាពទាបធ្វើឲ្យចំហាយទឹកប្ដូរទៅជាដំណក់ទឹកហើយបង្កើតបានជាពពកកំណកអាកាសដំណក់ទឹកដែលបង្កើតជាពពកប្រមូលផ្ដុំគ្នាកាន់តែច្រើនធ្វើឲ្យមាឌរបស់វាកាន់តែរីកធំហើយធ្ងន់ក៏ធ្លាក់ត្រឡប់មកផែនដីវិញក្នុងទម្រង់ជាភ្លៀងលាយព្រិលជាដើម